រឿងក្តីត្រកូលសងនៅឆ្នាំនោះមិនធម្មតានោះទេប្រមចាវិនគួរតែពាក់ព័ន្ធនៅក្នុងរឿងនេះរួចឯកសាររឿងក្តីនៅសាលាក្រុងក៏ស្រាប់តែបានបើទ្រង់អាចរកឃើញទូបង្គំប្រកាសជាជួយរកសម្បត្តិទាំង3ឲ្យទ្រង់រកឯកសារអីទេវាបានកន្លងទៅ10ឆ្នាំជាងហើយនៅទីនេះធម្មតាថ្នាក់នេះតែរកនៅទីណាម្យ៉ាងទៀតមិនគួរណាលាក់នៅក្នុងដំណាក់នេះទេបែបនេះដូចជាងាយពេកហើយនៅទីនេះមានកន្លែងហាមឃាត់ទេកន្លែងហាមឃាត់គឺជាអ្វីទេជាកន្លែងដែលលោកតាធ្វើខ្លួនលឹបលោតែម្នាក់ឯងនោះណាព្រះអង្គម្ចាស់មានមនុស្សចំណិតប្រមាណនេះហេតុអីក៏ត្រូវទៅម្នាក់ឯងមើលសិនតែពេលនៅម្នាក់ឯងយល់ទេព្រះអង្គម្ចាស់តែងតែជប់ផ្ទះបានតែម្នាក់ឯងរួចបណ្ដេញចុងភៅចេញទាំងអស់ប៉ុន្តែរបស់បែបនោះធ្វើមិននឹងលាក់នៅក្នុងផ្ទះបាយបានទេអញគិតថាអញទៅរួចទេអ្នកដទៃគិតមិនសំខាន់គឺងាយស្រួលសម្រាប់ខ្លួនអញតោះទៅផ្ទះបាយឯងនាងឆ្លាប់អស់ហើយរកឃើញដែរទេមិនឃើញទេត្រង់នោះមើលសិនថានោះជាអ្វីមួយណាត្រង់នោះតើឃើញដែរទេត្រង់នោះតើឃើញទេអាយ៉ាឆៃលៀនតាមមានឯកសារនៅទីនេះមកពីណាតែតាមរកបន្តទៀតតែត្រកឲ្យឃើញពួកឯងចិញ្ចឹមបបងបាយមែនមានចោលចូលដំណាក់ហើយបាយជាមិនដឹងបើព្រះអង្គម្ចាស់មកវិញគិតយ៉ាងម៉េចទៅព្រះអង្គម្ចាស់ល្អខ្លាំងណាស់មានចោលចូលមកដល់របៀបណាពួកឯងតាមរកសពដំណាក់ទៅមិនថាជ្រុងណាវត្រូវទៅរកឲ្យទាល់តែឃើញកលិតកលោះអីក៏ដោយបីតែមូសមួយក៏មិនឲ្យហើចេញដែររកឲ្យទាល់តែឃើញស្ដាប់បានទេក្រាបទូលអ្នកនាងនេះគួរតែជាកន្លែងហាមឃាត់ខានទេអញប្រកាសទេថាជាទីនេះអ្នកនាងនិយាយថាម៉េចយ៉ាងណាជ្រុលចំហឲ្យត្រៃត្រកមើលសំតោអត់ទៅខ្ញុំផងមិនខ្ញុំចង់តែគឺដោយសារមនុស្សជំងឺ100មុខនោះសំអានញ៉ាំសំតោមិនមានទេអ្នកនាងរកត្រង់នោះឃើញដែរទេអញរកឃើញទេត្រង់នោះគ្មានទេអញថាវាអាចនៅក្រោមផ្លាកវិញ្ញាណក្ខន្ធទេខ្ញុំកែងកុនក្នុងធីវីអាសាធ្វើបែបនេះណាកុនធីវីខ្ញុំទៅមើលសិនសំតោអ្នកនាងប្រយ័ត្នផងណាសំតោដុនតាផងសំតោផងដុនតាចាំមើលត្រង់នោះអូយអើអ្នកនាងហាត់អីមករញ៉េរញ៉ៃទៅនេះរកឯកសារអីឈឺខ្លួនដល់ហើយចាប់មែនហើយព្រះបត្រាជីងរកឃើញណាទេមិនឃើញទេរកសັບដំណាក់ព្រះអង្គម្ចាស់វិនហើយតែរកមិនឃើញទេណែលោកប្រកាសចិត្តទេថាវានៅដំណាក់របស់ព្រះអង្គម្ចាស់វិនឆាប់ទៅសមាទិញស្អែកខ្ញុំនាំនាងទៅអារាមលើភ្នំស្ដាប់ការសូត្រធម៌ពីគម្ពីរសៀមិញមិនស្ដាប់ក៏មិនអីដែរមិនខ្វល់ហើយក៏មិនចង់ទៅដែរមិនខ្វល់ឡអញ្ចឹងរបស់ទាំង3យ៉ាងនោះលេងត្រូវការឲ្យមានដែរទេវាស្ថិតនៅលើអារម្មណ៍ណែលោកដែលមានភាពជាមនុស្សទេខ្ញុំខំតាមរករបស់ឲ្យលោកពេលនេះឈឺពេញទាំងខ្លួនតែលោកបែរជាយកគ្រឿងនោះមកគំរាមខ្ញុំមានអីក៏បរបង្ហាញខ្លួនស្អែកនេះចេញដំណើរដូច្នេះត្រឡប់ទៅវិញឆាប់ទៅសម្រាប់ទៅស្អែកខ្ញុំមកទទួលណែហើយរត់តែរមកគ្មានអីសប្បាយសំបីតែបន្តិចក្រែងអ្នកនាងត្រូវទៅអារាមសឹងឈួននេះដើម្បីសំពរអ្នកនាងចាំបាច់ខឹងធ្វើអីទៅគេនោះបាននិយាយហើយអ្នកមានគេឈ្មោះនិងអ្នកធំសុទ្ធតែនៅទីនោះចង់ឃើញហេតុការណ៍បែបនោះដល់ហើយមិនថាលើកនេះវាទៅជាយ៉ាងណាត្រូវតែដើមតំណែងស៊ីមកវិញតំណែងស៊ីអីហើយគឺឲ្យពួកគេមើលស្រាលមិនបានទេខ្ញុំមិនជឿទេថារកគ្រឿងល្អដាក់ខ្លួនមិនបានអ្នកនាងពួកយើងរើយូរហើយពេលនេះព្រះបត្រាកំពុងតែរងចាំគេចូលចិត្តធ្វើបាបខ្ញុំឲ្យគេចាំបន្តិចក៏មិនអីដែរដើម្បីឲ្យមានភាពអំណត់សមជាបរិះខ្លះ
ប៉ុន្តែនៅក្នុងក្រុងមានមនុស្សស្រីច្រើនណាស់ចង់បម្រើព្រះបុត្រាហេតុអីក៏អ្នកនាង កុំនិយាយច្រើនយកទៅចោលអស់ទេ ព្រះនាង ទៅហើយព្រះបុត្រានឹងចេញដំណើរមែនទេ នេះជាឈុតដែលលោកម្ចាស់ត្រៀមសម្រាប់ព្រះនាង អរគុណអ្នកនាង អខ្ញុំមើលសិនអខ្ញុំមើល ព្រះនាងថ្ងៃនេះគឺតែងបកាយស្អាតដល់ហើយ នេះជាថ្មីដែររបស់ខ្ញុំច្បាស់ជាស្អាតហើយ ហើយចាតាមពិតជាថ្មីដៃរបស់ឆៃលៀនសោះគួរឲ្យសរសើរមើលទៅសមនឹងព្រះនាងដល់ហើយ បានហើយអាណាលោកម្ចាស់របស់លោក ព្រះនាងលោកម្ចាស់ចាំនៅក្នុងរទេះសូមព្រះនាងជើងឡើងទៅ មនុស្សរកច្រើនខ្ញុំមកហើយ រទេះនេះធ្វើអំពីឈើអានកំបាំង2លានដំឡើងបើសិនជាហ៊ានធ្វើឲ្យបាក់នោះអញ្ចឹងលទ្ធផលប្រកបជាសងទ្វេដង ថ្លៃម្លេះលោកសល់ប្រាក់ច្រើនណាស់មែនទេ ផ្ទះខ្ញុំមានប្រាក់ច្រើនដូច្នេះចង់ដុតចោលក៏ដុតព្រោះស្ថិតនៅលើអារម្មណ៍របស់ខ្ញុំ ឆាអាខ្លួនឯងមានប្រាក់ច្រើនចង់ធ្វើអ្វីក៏បានមែនទេចង់ក្រែងតែស្លាប់ដូចគ្នាទេបាញ់អញ្ចឹងលោកយកមានប្រាក់របស់លោកទៅយកមកលោកបានទេ សក់របស់នាង ហាគ្មានផ្លូវទេខ្ញុំសិតយូរណាស់តម្រាំខ្លាចជាបែបនេះណែលោកធ្វើស្អីហ្នឹងសក់ខ្ញុំរញ៉េរញ៉ៃអស់ហើយយូរណាស់ទៅឲ្យឆៃលៀនជួយចង់សក់បែបនេះបានឆាប់សងប្រាក់ខ្ញុំមក ខ្ញុំរើសឈុតនេះគឺស័ក្តិសមជាមួយនឹងសក់ហើយមើលទៅស្អាតហើយ ភាពស្អាតរបស់លោកជាអ្វី ក្តិចឈឺយប់មិញមិនបានសម្រាប់នោះទេភ្នែកពណ៌ផ្ទៃមី មានស្នាមចោះមែននោះដែលសារតែខាងលោកហ្នឹង ខាងឆ្វេងមានខ្នើយនិងភួយផ្លូវនៅឆ្ងាយអាចសម្រាប់បាន លោកសាត់សក់ខ្ញុំឲ្យដូចដាំសិនមកចាំភ្នាក់សិនក៏បានដែរ អេនេះថ្មបង្គំព្រះបត្រាទី2ព្រះបត្រាទី4ប៉និញឈីងវ៉ាន ហើយចាមេកងឈិនអង្គអាចដូចជាបរោះពេលឃើញស្លៀកឈុតនារីទើបមិនទម្លាប់ភ្នែកមិនដឹងថាលោកអូប៉ារ៉ាសៀងមានសំណាងអ្វីទេដែលមានបុត្រីស្អាតបែបនេះគួរឲ្យចំណែនពិតមែនណោះ ព្រះបត្រាសរសើរពេកហើយ លឹងសាយជួគឺសូមគោរពព្រះបត្រាទី2ថ្វាយបង្គំព្រះបត្រាទី4ថ្វាយបង្គំពនាងលីងវ៉ាន់ ថ្ងៃនេះចេញមកដើរលេងសុជីវធម៌ពលនេះបំភ្លេចចោលទៅមិនដូច្នេះទេថ្ងៃនេះមិនបាច់ធ្វើអ្វីនោះទេ គឺត្រាស់ហើយសុទ្ធតែគ្នាឯងទេកុំគួរសំពេក បងទី2សម្លឹងមេកងឈិនចិត្តជ្រុះក្របភ្នែកទៅហើយទេដឹង ក្មេងឯងនេះ ព្រះនាងឈីងវ៉ានខានជប់គ្នាប្រហែលថ្ងៃសាច់ត្រង់កាន់តែផុសផង់ជាងមុន យូបានចេញក្រៅវាំងម្ដងត្រូវប្រើផ្កាជាច្រើនដើម្បីដុសខាត់ស្បែករួចចាប់បងទី2ប្រាប់ថាសុំពរទីនេះស័ក្តិសិទ្ធិខ្លាំងណាស់ទៅសុំមកជាមួយគ្នាទៅខ្ញុំក៏ចង់មិនសុំពរដែរ បើឯងចង់សំតាមប្រាថ្នាចង់ជួបបរិះល្អដូចជាបងប្រុសម្នាក់នេះគឺនៅធានសឹងរៀងពិបាកបន្តិចហើយ ព្រះបត្រាទី4 ព្រះបត្រាជីងខានជួបគ្នាយូរហើយប្រកាន់ទេបើសិនជាខ្ញុំឡើងរទេះដើម្បីរាក់ទាក់លោក មិនអីទេ អាយ៉ាព្រះបត្រាជីងហេតុអីក៏គ្មានសុជីវធម៌ដូចដើមហើយបើនៅខាងក្រៅផ្ទះគឺត្រូវទៅរាប់អានមិត្តភ័ក្តិបានច្រើន បត្រាទី4 ព្រះបត្រាជីងតើខ្ញុំសមជាមិត្តភ័ក្តិរបស់លោកទេ អរព្រគុណព្រះបត្រាទី4នេះជាសំណាងរបស់សុងជីងប៉ុន្តែនៅក្នុងរទេះគឺមានមិត្តភ័ក្តិម្នាក់កំពុងតែសម្រាកថ្ងៃនេះមិនសូវស្រួលទេសូមទូផង ខ្ញុំចង់ដឹងណាស់ថាហេតុអីបានចលុះបដិសេធនឹងខ្ញុំក្មេងតូច កុំរំខានព្រះនាង លោក ហើយខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាអ្នកបម្រើរបស់វិនឈៀនជើតែមិនឃើញនាងតាមពិតព្រះនាងវិនគឺនៅជាមួយនឹងព្រះបត្រាជីងតលសោះប៉ុន្តែមិនដឹងថាព្រះនាងវិនដើរតាមព្រះបត្រាជីងតាំងពីពេលណាមកទេព្រះបត្រាទី4យល់ល្អគឺសុំទ្រង់កំខឹងអីល្អជាង
វិនឈានចេះគឺជាមនុស្សបែបណាគ្រប់គ្នាសុទ្ធតែដឹងច្បាស់ហើយតាត្រូវទេហ៎យ៉ាងម៉េចភ្លើងឆេះវាយឈុនគឺធ្វើឲ្យមិត្តភ័ក្តិរបស់លោកឆេះស្លាប់ដូច្នេះហើយទើបគ្មានកលែងរំសាយកំហឹងទ្រង់មិនគួរមានបន្ទូលបែបនេះទេគ្មាននរណាខ្វល់នោះទេដូច្នេះលោកត្រូវមើលថែមាត់របស់ខ្លួនឯងឲ្យបានល្អព្រោះថាលោកជាកូនឈើដុះនៅភូមិមកគ្រឹះលឹងដូច្នេះហើយសម្ដេចលឹងគឺមិនខ្វល់លោកទេហើយហេតុអីដល់លឿនបែបនេះខ្ញុំមិនតន់ចង់ភ្ញាក់នោះទេក្មេងតូចអេក្របគ្នាមកដល់លឿនម្ល៉េះខ្ញុំរងចាំក្មេងតូចយូរហើយអេឲ្យខ្ញុំសម្រាប់នៅណាពួកយើងសម្រាប់នៅសិនចៃក្រោយភ្នំពួកយើងមានន័យថាម៉េចស៊ីងគើនាំព្រះនាងទៅសម្រាប់ទៅជប់សិនក្មេងតូចសម្រាប់នៅណាហេតុអីបានជាលោកមិនព្រមប្រាប់ខ្ញុំទូបង្គំទទួលបញ្ជាពីព្រះអង្គឲ្យទូបង្គំបង្រៀនអសមើលថែព្រះនាងវិញដូច្នេះហើយព្រះនាងត្រូវតែសម្រាប់នៅផ្ទះរបស់ទូបង្គំមិនចឹងមិនអាចគ្រប់គ្រងបាននោះទេព្រះនាងសូមជាងក្រាបទូលតែក៏បានបែបនេះនឹងឆាប់បានដេកបន្តិចក្មេងតូចកុំដេកយូរពេកណាទំនេរខ្ញុំនឹងទៅរកនៅមិនឆ្ងាយពីព្រះនាងរួចមកទីនេះទាំងមុខក្រាស់នោះជាបញ្ជារបស់រាជវង្សបុត្រីតកោវិនជាស្ដេចទីម្ចាស់ស្ត្រីគ្រប់ចំនួនវិនឈិនជើនិងព្រះមហាក្សត្រីនាថ្ងៃអនាគតគឺជាគូព្រេងមកពីបុព្វេដូច្នេះព្រះបត្រាទី2ក៏បារម្ភថ្ងៃខាងមុខនៅវិញឆ្ងាយព្រះនាងចង់យើងទៅណាទៅខ្ញុំមិនធ្លាប់មកអារាមណូវ៉ាទេដូច្នេះចង់ដើរមើលជុំវិញនេះបើព្រះនាងត្រូវការនាំផ្លូវនោះចាំឲ្យដូនជាជួនដំណើរទ្រង់មិនអីទេមិនអីទេបើមិនមែនជាការរំខានទេខ្ញុំអាចដើរជាមួយព្រះបុត្រាចេញបានដែរទេធ្វើដំណើរមកឆ្ងាយទូបង្គំគឺអស់កម្លាំងអីអញ្ចឹងពេលទំនេរខ្ញុំសុំការណែនាំពីព្រះបុត្រាតាបានទេក្មេងតូចព្រះបុត្រាទី4ព្រះបុត្រាទី4អ្នកនាងកំពុងតែសម្រាកព្រះពងចេញទៅឲ្យខ្ញុំមើលបន្តិចទៅព្រះបុត្រាទី4ទោះជាព្រះអង្គយាងមកក៏ដាស់មិនភ្ញាក់ដែរលើកលែងតែអ្នកនាងចេញមកដោយខ្លួនឯងនេះគឺសម្ដីរបស់អ្នកនាងដូច្នេះហើយប្រកែកពេកហើយថ្ងៃនេះអាកាសធាតុល្អទុកឲ្យខ្ញុំទៅដាស់ក្មេងតូចសិនព្រះបុត្រាទី4ខ្ញុំជឿថាក្មេងតូចមិនភ្ញាក់នោះទេក្រោកឡើងស្លឹករបស់ស្មៅហាន់ស៊ិនគឺត្រូវដាំដោយទឹករ៉ែរួចហើយរកត្រីធាត់ដាក់ចូលទៅខាងក្នុងអាងរួចហើយគឺជាសម្រស់របស់ភ្នំសៀងឈួយបាននាងមិនទៅទេអញ្ចឹងខ្ញុំមិនចាំនោះទេគឺខ្ញុំទៅម្នាក់ឯងក៏បាននាងដេកបន្តទៀតចុះឆាប់សិនអ្នកណាថាខ្ញុំមិនទេគិតឲ្យថានាងទ្រាំមិនបាននោះទេត្រីណែណាតែចាប់មួយថ្ងៃហើយហេតុអីមិនបានចាំមើលក្បាលខៃហើយត្រីណែត្រង់នោះឆាប់ឡើងអេត្រង់នោះត្រង់ធំណារត់ហើយខាងនោះចាប់បានហើយមិនទៅចាប់បានហើយណាត្រីធំខ្លាំងណាស់អេมันចាំបាច់ចាប់ទេពួកយើងហូបត្រីនេះជាមួយគ្នាហើយត្រីនេះធំល្មមអាចហូបបានមនុស្ស2នាក់ទេបានអញ្ចឹងហូបជាមួយគ្នាចាន់ហើយណាជឿហើយក្មេងតូចថ្ងៃនេះឲ្យនាងស្គាល់ស្នាដៃខ្ញុំម្ដងអេម៉ណេះលោកមើលលោកចុះមុខប្រឡាក់អស់ហើយលោកធ្វើស្អីហ្នឹងធំហើយនៅលេខដូចកូនក្មេងតកាតហើយអាកាសធាតុទីនេះល្អមានក្តីសុខបែបនេះធ្វើឲ្យតែទុកបានមួយគ្រាដូច្នេះកុំអាគិតរឿងថ្ងៃស្អែកនេះល្អជាងមានអ្វីត្រូវកិននាងគ្រាន់តែចាំបានថាមានយាយឆេងសានចាំការពារនាងសូមធានាថាស្អែកនឹងគ្មានរឿងអ្វីកើតឡើងចំពោះនាងនោះទេ
ខ្ញុំមានអារម្មណ៍ថាពេលខ្ញុំបាត់ការចងចាំលោកបាច់ជាសប្បាយចិត្តទៅវិញលោកធ្លាប់ធ្វើរឿងមិនល្អអ្វីដាក់ខ្ញុំមែនទេ គ្មានទេតំណែងតំណរបស់ពួកយើងល្អណាស់បើបានមកកន្លែងបែបនេះញឹកញាប់រួចនៅតែ2នាក់មិនដឹងជាល្អប៉ុណ្ណាទេ ភ្ញាក់បានហើយ បានខ្ញុំលែងនិយាយហើយតាមពិនគឺមានពេលខ្លាំងពួកយើងចូលមកអាំងត្រីហូបជាមួយគ្នាបែបនេះមិនតូចធ្វើដៃអាំងត្រីខ្ញុំមិនអន់ទេនៅលើលោកនេះគឺមានតែនាងទេដែលបានហូបនោះ រវល់តែអួតនឹងហើយតាត្រីយ៉ាងម៉េចហើយ ចិត្តបានហូបហើយ វ៉ាវលោកជាប្រុសហេតុអីយកឆ្នាំងមកតាមខ្លួន មិនតូចកុំនិយាយលេងបានទេនេះជាគ្រឿងសម្រាប់អាំងត្រីណា ប្រើកណាត់ខ្ចប់គ្រឿងអាំងត្រីហេតុអីពណ៌បែបនេះ តើខ្ញុំមិនត្រូវការកណាត់បែបនេះនោះទេ អូខ្ញុំដឹងហើយទាំងនេះមនុស្សស្រីជាអ្នកជូនមែនទេមើលចុះដាំហើកងៅខួងលេងទឹកនេះជាអំណះដែលមនុស្សស្រីជូនបរោះតំណាងឲ្យវត្ថុបញ្ចាំស្នេហ៍កុំចោលបើលោកចោលតើបានអ្វីដាក់ត្រីហូបបានហើយខ្ញុំគ្រាន់តែនិយាយលេងទេ ចាំមើលតើខ្ញុំសងវិញចាំមិន អ្នកណា រាត្រីតសែនកកដៅ អូអ្នកដែលជន់ខាងក្រោបដល់លោកនោះមែនទេ ចង់សោយក៏សោយមក ក្មេងតូចមានចិត្តស្មោះបន្តិចបានទេឲ្យនាងសោយក៏សោយ លេងសាច់ហើយកុំនិយាយច្រើនឆាប់អាំងត្រីទៅ លោកម្ចាស់ខានធ្វើអាហារយូរហើយត្រីចំហុយនេះគឺជាម្ហូបពិសេសរបស់លោកម្ចាស់មើលទៅព្រះនាងប្រកាសជាមានលៀបមាត់ហើយថ្ងៃនេះ ឲ្យឯងទៅតាមមនុស្សមែនទេ លោកម្ចាស់មួយយាមខ្ញុំទៅតាមដល់ទៅ4ដងតែឆៃលៀនប្រាប់ព្រះនាងបានចេញទៅខាងក្រៅជាមួយនឹងព្រះបត្រាទី4បើមកវិញនឹងមកប្រាប់ភ្លាម ជាមប្រមាណហើយតើមានអ្វីត្រូវហូបទៀនយកទៅចោលទៅ លោកម្ចាស់បើលោកម្ចាស់មិនហូបអញ្ចឹងខ្ញុំយកទៅកម្ដៅទុក តើព្រះបិតាកំពុងទៅគិតស្អីបែរជាឲ្យចចកមកមើលថែកូនឈាមទៅវិញ ខ្ញុំក៏ចង់ដឹងដែរថាតាចាស់នោះគិតអីប៉ុន្តែទីនេះស្ងប់ស្ងាត់ល្អងាយដល់ការសម្រាក សម្រាប់នៅអារាមក្បែរភ្នំតង់សានគឺស្ងប់ស្ងាត់ល្អណាស់ទៅទេ ខ្ជិលរើខ្លាំងណាស់ បានអញ្ចឹងចាំខ្ញុំរើមក ណែទីនេះមានតែពីបន្ទប់ឬមួយលោកចង់បញ្ជ្រាបបរោះតុនខ្សោយ លាហើយ បាយ មកវិញហើយ អ្នកនាងត្រឡប់មកវិញហើយព្រះបត្រាចេញឲ្យសិនកាមកតាមអ្នកនាងប៉ុន្តែខ្ញុំប្រាប់ថាអ្នកនាងចេញក្រៅហើយសិនកាប្រាប់ថាអ្នកនាងមកវិញឲ្យទៅរកព្រះបត្រាណា ប៉ុន្តែខ្ញុំឆ្អែតហើយ ប៉ុន្តែអាហារនៅថ្ងៃនេះព្រះបត្រាចេញជាអ្នកធ្វើសិនកាប្រាប់ថាមានត្រីចំហុយពិសេសទៀតផងអ្នកនាងប្រកាសជាចូលចិត្តជាមិនខាននោះទេ មិនអីទេខ្ញុំគិតថាពោះរបស់ខ្ញុំน่าអាចដាក់បានទៀតព្រះបត្រាចេញត្រីចំហុយដែលលោកធ្វើណែណាទៅណាបាត់ហើយស្រេកទឹកណា ជាភ្ញៀវដែលកម្របានជួមមានពេលទំនេររទុំគុំដល់ទីនេះ ចូលមកហាត់អីមិនគួរទ្វា ទីនេះជាបន្ទប់ទូមគុំ ខ្ញុំភ្លេចប្រាប់អត្រាចេញឯណាត្រីដែលលោកធ្វើ ចោលហើយ ក្រែងលោកចាំដើម្បីឲ្យខ្ញុំមកហូបមែនទេហេតុអីលោកយកទៅចោល ទូមគុំគឺអញ្ជើញហូបបាយពេលថ្ងៃពេលនេះគឺចិត្តងងឹតអញ្ចឹងមិនបាននោះទេ លោកឃើញច្បាស់ថាលោកមានចេតនាធ្វើបាបខ្ញុំ ប៉ុន្តែយ៉ាងណាក៏មិនមែនសោយត្រេង ត្រីអាំងមិនដូចត្រីចំហុយនោះទេ ទ
បើព្រះនាងដឹងពីតម្លៃត្រីចំហុយលើកក្រោយកុំភ្លេចចូលមកឲ្យលឿន លោកប្រាក់បត្រាចេញ សំគោរពព្រះនាង ប្រាក់បត្រាចេញនៃជំនុំដែលខ្ញុំតាំងចិត្តធ្វើឲ្យលោកជាពិសេសលោកចង់សាក់មើលទេ អរព្រគុណព្រះនាងប៉ុន្តែរាងកាយរបស់ទូបង្គំខ្សោយមានរបស់ខ្លះទូបង្គំគឺហូបមិនបាននោះទេជាពិសេសគឺអាហារនៅខាងក្រៅ ស្អាតខ្លាំងណាស់ច្បាស់ជាឆ្ងាញ់មិនខាន នំនេះត្រៀមសម្រាប់ប្រាក់បត្រាចេញទេ គិតឲ្យថាច្បាស់ជាឆ្ងាញ់ បើប្រាក់បត្រាចេញមិនចូលចិត្តទេអញ្ចឹងខ្ញុំលាសិនហើយ អេកុំអីបើជាបំណងល្អរបស់ព្រះនាងគេមិនចង់ហូបខ្ញុំម្ចាស់ហូបជំនួសក៏បានដែរ ប្រាក់បត្រាចេញមិនភ្ញៀវអញ្ចឹងខ្ញុំលាសិនហើយ អេសូមឲ្យព្រះនាងសំណាងល្អមិនបានជូនដំណើរទេ